តនៃទាហានថៃឈ្លានពានកម្ពុជាដោយតែគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេមានឃើញរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការទ័ពជើងគោកជើងទឹកនិងចៅអាកាសថៃព្រមទាំងអ្នកមានមុខមាត់ជាច្រើនទៀតបានចូលរួមបុណ្យសពខ្មោចទាហានថៃម្នាក់ដែលស្លាប់ដោយសារតែចូលមកឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបុណ្យសពខ្មោចទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមានមុខតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងនោះទេតែរូបគេជាកងវរៈសេនីប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានទឹកដីកម្ពុជាដំណឹងមកពីថៃគេខំប្រឹងលាក់បាំងអត្តសញ្ញាណទាហានរូបនេះណាព្រោះខ្មាស់ខ្មែរហើយតាមដឹងទៀតមកថាគឺខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបើមេដឹកនាំឈ្លានពានថៃខំប្រឹងលាក់បាំងខ្លះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើកម្មវិធីយ៉ាងអធិកអធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបែរជាយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណឹងទេគឺពួកមេដឹកនាំឈ្លានពានខំបោកកុហកពួកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងដែលការពិតបានបាត់អស់ពីលើផែនដីនេះទៅហើយនោះនេះហើយជារឿងពិតដ៏គួរឲ្យសង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេតែវាសនាវិញខុសគ្នាដាច់ស្រឡះមិនថាពេលនៅរស់ចោះត្រែងលោវាសនាខុសគ្នាតែពេលស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ